ការស៊ើបអង្កេតថ្មីបញ្ជាក់ថាប្រទេសថៃបានរំលោភច្បាប់អន្តរជាតិលោកអ្នកនាងជាទីមេត្រីអស់រយៈពេលជាច្រើនខែមកហើយដែលពិភពលោកបានចាត់ទុកចំនួនព្រំដែនកម្ពុជាថៃថាជាកំហុសទៅវិញទៅមកប៉ុន្តែឥឡូវនេះការស៊ើបអង្កេតដ៏ធំមួយដោយ The New York Editorial បានលាតត្រដាងនៅការពិតដ៏ជូរចត់ខណៈកម្ពុជាអាចជាអ្នកបង្កាត់ភ្លើងប៉ុន្តែថៃគឺជាអ្នកដុតបំផ្លាញអ្នកជិតខាងទាំងមូលរបាយការណ៍ The New York Editorial នេះគាំទ្រដោយទិន្នន័យអន្តរជាតិដែលបង្ហាញពីរបៀបដែលចំនួនព្រំដែនត្រូវបានប្រែក្លាយទៅជាសង្គ្រាមខុសច្បាប់ដើម្បីឈ្នះក្នុងការបោះឆ្នោតនៅទីក្រុងបាងកករបបកំហុសសំខាន់ៗដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបគួរដឹងមាន1ការប្រើប្រាស់កម្លាំងហួសហេតុនៅពេលដែលក្របមីនបានធ្វើឲ្យទាហានម្នាក់រងរបួសប្រទេសថៃបានឆ្លើយតបវិញដោយប្រើប្រាស់យន្តហោះចម្បាំង F-16 និងការវាយប្រហារតាមអាកាសរបាយការណ៍បានហៅទង្វើនេះថាអសមាមាត្រយ៉ាងខ្លាំង2អាវុធខុសច្បាប់ការស៊ើបអង្កេតបញ្ជាក់ថាប្រទេសថៃបានប្រើប្រាស់គ្រាប់បែកចង្កោមដែលជាអាវុធត្រូវបានហាមឃាត់ដោយពិភពលោកភាគច្រើនដែលវាបានឆក់យកជីវិតកុមារាសឿនសុវណ្ណអាយុ10ឆ្នាំនៅតំបន់ប្រាសាទព្រះវិហារយ៉ាងអណោចអធម3សង្គ្រាមចិត្តសាស្ត្ររបាយការណ៍បានចងក្រងឯកសារអំពីរបៀបដែលកងកម្លាំងថៃបានចាក់សម្លេងខ្មោចលងនិងតន្ត្រីបុណ្យសពនៅម៉ោង3ភ្លឺចូលមកក្នុងភូមិរបស់ប្រជាពលរដ្ឋខ្មែរដើម្បីបំភ័យអ្នកភូមិដែលកំពុងដេកលក់4ល្បែងនយោបាយផតតាំងបានបង្ហាញថារដ្ឋាភិបាលថៃបានប្រើប្រាស់ព្រំដែននិងជីវិតរបស់ប្រជាពលរដ្ឋខ្មែរជាយុទ្ធសាស្ត្រឃោសនាបោះឆ្នោតដើម្បីឈ្នះការបោះឆ្នោតនៅក្នុងប្រទេសថៃ The New York Editorial បន្ថែមថារបាយការណ៍ស៊ើបអង្កេតនេះបង្ហាញថាសង្គ្រាមកម្ពុជាថៃវាមិនមែនជាកំហុសរបស់ថៃទាំងស្រុងនោះទេតែការសម្រេចចិត្តខាងនយោបាយរបស់មេដឹកនាំក្រុងភ្នំពេញក៏បានបង្កើតលក្ខខណ្ឌឲ្យមានវិបត្តិនេះដែរសេចក្តីសន្និដ្ឋាន The New York Editorial ថាច្បាស់ណាស់ការបង្កឲ្យមានវិបត្តិដោយលោកហ៊ុនសែនវាគឺជារឿងអាក្រក់ប៉ុន្តែការធ្វើសង្គ្រាមខុសច្បាប់ប្រឆាំងនឹងជនស៊ីវិលរបស់ថៃគឺជារឿងដែលអាក្រក់ជាងសូមរំលឹកថាគិតត្រឹមថ្ងៃនេះប្រជាពលរដ្ឋកម្ពុជាជិត 80000 នាក់នៅតែមិនអាចត្រឡប់ទៅរស់នៅក្នុងលំនៅឋានវិញបានចំពោះបញ្ហានេះលោកឆាំឆាន់នេះប្រធានស្ថាប័នព័ត៌មាននិងទំនាក់ទំនងសាធារណៈនៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារប្រតិកម្មថាពិតណាស់ថាលោកហ៊ុនសែនជាអ្នកបង្កាត់ឲ្យមានភ្លើងសង្គ្រាមតាមរយៈនៃការបញ្ចេញសារសម្លេងសន្ទនារវាងលោកនិងលោកស្រីផែថងឋាននិងការនិយាយបែបឌឺដងជាច្រើនទៀតចំណែកភាគីថៃដែលមានមហិច្ឆតាឈ្លានពានកម្ពុជាស្រាប់ក៏យកលេសដែលលោកហ៊ុនសែនបង្កគួបផ្សំជាមួយនឹងរឿងឧក្រិដ្ឋកម្មអនឡាញធ្វើសង្គ្រាមឈ្លានពានកម្ពុជាតាមអំពើចិត្តលោកឆាំឆាន់នេះបន្ថែមថាតែបើទោះជាដឹងថាថៃឈ្លានពានដោយរំលោភច្បាប់អន្តរជាតិក៏ដោយក៏របបឪកូនក្រុងភ្នំពេញនៅតែមិនហ៊ានប្តឹងថៃដដែលដូច្នេះជំរើសតែមួយគត់គឺផ្លាស់ប្តូររបបដឹកនាំឪកូនចេញពីអំណាចទើបយើងអាចប្តឹងទាមទារទឹកដីដែលថៃឈ្លានពានមកវិញបានរីកាព័ត៌មានដោយនាងខ្ញុំសុភាពីរដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារ